សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកហើយវីដេអូថ្ងៃនេះដែរគឺជាសកម្មភាពខ្ញុំទៅបេះផ្លែអាប៉ូនៅខាងចកា U-Pick នៅម្ដុំខាង Auckland ណានិយាយទៅបើសិនជាបងប្អូននៅខាង LA អីគឺអាចមកបេះបានពីព្រោះទៅវាអត់សូវឆ្ងាយហ្មងទេបើសិនជាជិះពី LA ទៅប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងទេហើយបើនិយាយទៅបើជិះពីផ្ទះខ្ញុំទៅវិញគឺចិត្តមែនតើត្រឹមតែកន្លះម៉ោងទេនិយាយទៅនៅចិត្តផ្ទះចឹងណានៅខាង Auckland ហ្នឹងគឺពីច្រើនគឺចកាគេដាំអាប៉ូពេលដល់រដូវវាទុំម្ដងពីច្រើនគឺចកាហ្នឹងគឺគេបើកឲ្យយើងចូលទៅលេងនិយាយទៅចូលទៅលេងគេអត់គិតលុយទេប៉ុន្តែបើសិនជាបងប្អូនបេះយកមកផ្ទះអាហ្នឹងបានគេថ្លឹងជាផោនណាគិតលុយជាផោនទៅលេងហ្នឹងមិនមែនទៅតែបេះតែផ្លែប៉ោមហ្នឹងទេបងប្អូនគេមានលក់ម្ហូបលក់ចំណីអាហារច្រើនមែនតើនិយាយទៅសបោអីញ៉ាំនៅហ្នឹងណាទៅអង្គុយញ៉ាំអីជជែកគ្នាលេងនៅហ្នឹងណានិយាយទៅសប្បាយនិយាយទៅមនុស្សច្រើនណាវ៉ាខែហ្នឹងឡើងទៅខាង Auckland ហ្នឹងឲ្យទៅរដូវផ្លែប៉ោមឡើងកលេចទៅខាងណាក៏ឃើញតែផ្លែប៉ោមដែរនិយាយទៅល្អមែនតើស្កេតស្កាំងហ្មងផ្លែច្រើនណាហើយច្រើនប្រភេទណានិយាយទៅទុំឡើងពេញដើមហ្មងល្អមែនតើឃើញខ្វាកហ្មងចកាដែលខ្ញុំទៅនេះគឺមិនមែនមាន pick តែ apple ទេមាន pick strawberry មាន raspberry មាន pumpkin និយាយទៅវាតាម season ណាចកាដែលគេបើកឲ្យយើងចូលទៅបេះខ្លួនឯងហ្នឹងគឺតម្លៃវាថ្លៃជាងយើងទិញនៅផ្សារនិយាយទៅគុណនឹង2គុណ3ដូចចកាដែលខ្ញុំទៅបេះផ្លែប៉ោមនេះអញ្ចឹងតម្លៃយើងផ្លែប៉ោមទិញនៅផ្សារគឺប្រហែលជា1ផោននេះប្រហែលជា1រៀលយូកាថោកដល់1រៀលផងប៉ុន្តែនៅចកានេះ1ផោន$4កន្លះហើយប្រភេទខ្លះវិញជិត5រៀល1ផោននិយាយទៅវាតម្លៃវាខុសគ្នាទៅតាមប្រភេទដែរគ្រាន់តែថាពេលយើងទៅបេះខ្លួនឯងអញ្ចឹងគឺយើងបាន experience បានឃើញដើមបានបេះខ្លួនឯងនិយាយទៅវាសប្បាយហើយបានថ្មីស្រស់ហើយវាអត់មានដាក់ថ្នាំទុកឲ្យបានយូរអីចឹងណាហើយទីច្រើនគេដាំឲ្យយើងបេះហ្នឹងគឺទីច្រើនគេដាំជាលក្ខណៈ organic ចកាដែលខ្ញុំទៅបេះហ្នឹងគឺគេដាំលក្ខណៈ organic អញ្ចឹងទីច្រើនគឺមានឃ្មុំចុះពេលយើងបេះហ្នឹងគឺយើងរើមើលយកអាណាល្អអញ្ចឹងទៅវាច្រើនឃ្មុំវាចុះស៊ីវាចូលចិត្តដល់វាផ្អែមប៉ុន្តែពេលខ្ញុំបេះហ្នឹងគឺអត់មានឃើញអាសត្វស្រាំងដូចនៅស្រុកខ្មែរយើងគឺមានដូចសត្វស្រាំងអញ្ចឹងវាចុះហើយវាទៅជាពងតកៅស្អុយអញ្ចឹងណាប៉ុន្តែនៅនេះអត់ឃើញមានទេឃើញតែឃ្មុំនិយាយពីផ្លែវិញគឺផ្លែច្រើនមែនតើកលេចទៅណាក៏ឃើញតែផ្លែដែរហើយល្អមែនតើឃើញល្អដល់ពេលអញ្ចឹងចេះតែបេះដាក់អាផ្លិចខ្លួនណាដល់ពេលយើងទៅគិតលុយបានដឹងពីព្រោះវាធ្ងន់នៅអាមេរិកនេះខ្លាចគេគិតជាផោនហើយ1ផោនស្មើនឹង4ខាំកន្លះហេនិយាយទៅដល់កន្លះគីឡូឯងហើយដឹងស្រាប់ហើយផ្លែប៉ោមវាធ្ងន់ដល់2ផ្លែ3ផ្លែហ្នឹង1ផោនដល់1ផោន$4កន្លះតម្លៃនោះវាថ្លៃជាងនៅផ្សារឆ្ងាយឯងប៉ុន្តែគាត់ថាពេលយើងទៅបេះភ្លាមថ្មីអញ្ចឹងនិយាយពីឆ្ងាញ់ឯងផ្អែមនិយាយទៅនឹងស្រួយហើយជូស៊ីហ្មងណាអាចង់ញ៉ាំហ្នឹងមិនសូវម៉ានទេបងប្អូនចង់បេះហ្នឹងហ្មងបានទៅហ្នឹងណាពេលទៅដល់ឃើញច្រើនហើយបានបេះហ្នឹងនិយាយពីសប្បាយចិត្តហ្មងណាហើយបើនិយាយពីមើលដីវិញគឺផ្លែជ្រូករាយពេញក្រុមដើមហ្មង